បាទទូរទស្សនិកជនដែលកំពុងតែតាមដានទស្សនាទូរទស្សន៍ CNC ពីកម្មវិធីសន្ទនាសេដ្ឋកិច្ចជាទីគោរពបាទថ្ងៃនេះជាថ្ងៃសុក្រចុងសប្តាហ៍ហើយរៀងរាល់ថ្ងៃសុក្រកម្មវិធីតែងតែលើកឡើងនៅប្រធានបទទាក់ទងទៅនឹងគណនេយ្យនិងហិរញ្ញវត្ថុបាទហើយថ្ងៃនេះជួបជាមួយនឹងប្អូនមុំមករាដែលជាប្រធានវិទ្យាស្ថានជំនាញគណនេយ្យបាទពាក្យចង់ច្រឡំគណនេយ្យមានមួយទៀតហៅគណនីបាទគណនីនិងគណនេយ្យបាទខុសគ្នាបាទហើយនៅពេលនេះបងអូនមុំមករាកំពុងតែអង្គុយនៅក្នុងបន្ទប់ផ្សាយផ្ទាល់បាទជំរាបសួរបងអូនមករាបាទហើយជំនាញគណនេយ្យនេះគឺថាត្រូវការជាចាំបាច់ដោយសារតែពេលបច្ចុប្បន្ននេះគឺស្រុកយើងចាប់ផ្ដើមរីកចម្រើនវិស័យឯកជនណាបាទហើយវិស័យឯកជនហ្នឹងក៏ត្រូវការបងពុនបងអីដើម្បីបងពុនបានតើមានបញ្ជីស្នាមមួយច្បាស់លាស់បានអាចទៅបងពុនបានបាទត្រូវបាទអញ្ចឹងឥឡូវដោយសារបងអូនជំនាញខាងកណន័យអញ្ចឹងឥឡូវខ្ញុំសួរសំណួរត្រង់តែម្ដងណាមិនបាច់បត់បែនទេសួរថាកលឹះក្នុងការសិក្សាជំនាញកណន័យហ្នឹងដើម្បីឲ្យទទួលបានជោគជ័យព្រោះអីឥឡូវនេះមាននិស្សិតរៀនកណន័យច្រើនណាស់ប៉ុន្តែរៀនហើយចេញមកវិញឲ្យធ្វើកណន័យអត់ចេះឥឡូវបងប្អូនមានកលឹះមិនដើម្បីជួយដល់អ្នកដែលរៀនហើយឲ្យចេះបាទសូមអញ្ជើញបាទជាបឋមសូមអរគុណលោកជួនធូដែលបានសួរសំណួរនេះល្អសម្រាប់និស្សិតដែលគាត់ទឹកជាប់បាក់ឌុបបាទថ្ងៃនេះដឹងលទ្ធផលថ្ងៃនេះជាប់បាក់ឌុបណាបាទបាក់ឌុបថ្ងៃនេះយើងប្រកាសលទ្ធផលហើយបងប្អូនទាំងអស់នោះគាត់នឹងឡើងមករៀនយកជំនាញបាទរៀនយកជំនាញនៅតាមមហាវិទ្យាល័យបើរៀនខាងជំនួញក៏ត្រូវចេះរៀនកណន័យបាទកណន័យរៀនខាងយក marketing ក៏ត្រូវគេមានមុខវិជ្ជាកណន័យ management ក៏ត្រូវការកណន័យបាទអ្នកគ្រប់គ្រងក៏ត្រូវចេះការកណន័យចេះកណន័យដែរបាទកណន័យវាទលំទលាយបាទអញ្ចឹងសំណួរយើងដែលលោកជួនធូបានសួរមកខ្ញុំនេះថាដើម្បីសិក្សាជំនាញគណនេយ្យទទួលបានជោគជ័យតាមបទពិសោធន៍របស់ខ្ញុំកន្លងមកទាំងការសិក្សាទាំងបទពិសោធន៍កន្លងមកធ្វើឲ្យខ្ញុំកំណត់ទិសដៅមួយថាបាទកំណត់អ្នកសិក្សាជំនាញគណនេយ្យបាទទីមួយគាត់ត្រូវកំណត់គោលដៅសិនហេតុអីបានជាគាត់ត្រូវរៀនគណនេយ្យបាទអញ្ចឹងត្រូវជួយកំណត់គោលដៅឲ្យគាត់ឲ្យច្បាស់ណាបាទកំណត់គោលដៅឲ្យគាត់កុំឲ្យគេថាអើយមកតែសម្រាប់ដាក់ឲ្យគាត់នេះបាទចិត្តកំណត់គោលដៅយ៉ាងម៉េចទៅបាទលោកមករាទីមួយជំនាញគណនេយ្យគាត់ត្រូវច្បាស់ថាគាត់រៀនគណនេយ្យដើម្បីធ្វើអីបាទដើម្បីធ្វើអីដើម្បីគាត់កំណត់ទិសដៅច្បាស់ហើយបន្ទាប់មកគាត់ចាប់ផ្ដើមសិក្សាវាកាលណាគាត់សិក្សាវាគន្លឹះដំបូងនៃការសិក្សាជំនាញគណនេយ្យនេះគាត់ត្រូវយល់ពីមូលដ្ឋានគ្រឹះវាសិនបាទមូលដ្ឋានអញ្ចឹងយល់ពីមូលដ្ឋានគ្រឹះគណនេយ្យសិនបាទមូលដ្ឋានគ្រឹះនៃគណនេយ្យសិនគឺយើងចូលរៀនឆ្នាំសិក្សាមូលដ្ឋានគឺយើងត្រូវការវាសិក្សាមូលដ្ឋានណាបាទឆ្នាំសិក្សាមូលដ្ឋានបាទត្រូវការគ្រឹះគណនេយ្យអាហ្នឹងដូចសង់ផ្ទះគេត្រូវបុកគ្រឹះដែរអញ្ចឹងបាទត្រូវបុកគ្រឹះវាសិនបុកគ្រឹះដែរដល់ពេលរៀនគណនេយ្យត្រូវមានបាទត្រូវមានគ្រឹះវាដែរបាទគ្រឹះអញ្ចឹងអាហ្នឹងអាចបញ្យល់បានបាទគ្រឹះហ្នឹងយ៉ាងម៉េចទៅបាទនៅក្នុងការរៀនគ្រឹះរបស់វាហ្នឹងទីមួយយើងត្រូវយល់អំពីស្អីទៅគណនេយ្យកណនីបាទគណនីអញ្ចឹងគណនីជំនាញគាត់អត់ចាប់អារម្មណ៍ទេគាត់រៀនជំនាញគណនេយ្យគាត់ចាប់អារម្មណ៍ថាស្អីគណនីស្អីទៅគណនេយ្យបាទស្អីទៅគណនេយ្យកព្រោះពាក្យហ្នឹងជួនកាលចង់ឆ្លោះគ្នាទៀតណាបាទបកែកថានោះចេះតែនិយាយកណនីមិនពាក្យខ្មែរគេនិយាយកណនីដូចមិនទៅនិយាយកណនីកណនីនោះអត់ត្រូវទេតើកណនីបានត្រូវចុះគេបកែកគ្នាអញ្ចឹងចូលលោកមករានិយាយឆ្លើយយ៉ាងម៉េចវិញបាទហ្នឹងហើយសំណួរថ្ងៃនេះខ្ញុំនឹងបកស្រាយឲ្យច្បាស់ថាតើសិស្សនិស្សិតដែលគាត់រៀនហ្នឹងគេច្រើនខ្ញុំអ្នកសុភាអត់បានទេសួរកណនីមានន័យថាម៉េចកណនីមានន័យថាម៉េចគាត់ឆ្លើយអត់ត្រូវអញ្ចឹងមានន័យបងអូនចង់មានន័យថានិស្សិតដែលរៀនកណនីហ្នឹងចេញមកវិញដើម្បីរើសគាត់យកមកធ្វើកណនីហ្នឹងគឺថាគាត់អត់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីជ្រើសរើសយកមកបានអញ្ចឹងបាទអញ្ចឹងខ្ញុំចង់កំណត់ឲ្យគាត់ថាពេលដែលគាត់រៀនមូលដ្ឋានគ្រឹះហ្នឹងគាត់ត្រូវយល់អាហ្នឹងឲ្យច្បាស់សិនពីព្រោះអានេះវាជាមូលដ្ឋានដំបូងអញ្ចឹងកាលណាយើងអត់យល់វាយើងរៀនទៅបណ្ឌិតអនុបណ្ឌិតអីក៏ដោយក៏
វាអត់ច្បាស់អត់ច្បាស់ព្រោះគ្រឹះវាអត់ច្បាស់បាទគ្រឹះវាអត់ច្បាស់មើលផ្ទះមើលបុកគ្រឹះមិនល្អសង់ឡើងអាលុំបាទបាទឥឡូវមិញបងអូនលើកឡើងពីរឿងកណនីបាទព្រោះបើសិនមូលដ្ឋានគ្រឹះរបស់កណនីហ្នឹងគឺកណនីបាទកណនីហ្នឹងយ៉ាងម៉េចទៅបាទកណនីហ្នឹងបាទពាក្យថាកណនីគឺជាឈ្មោះយមន័យរបស់វាដែលសាមញ្ញគឺជាឈ្មោះគេបង្កើតវាឡើងដើម្បីកត់ត្រាទិន្នន័យចូលជាឈ្មោះបាទដែលគេបង្កើតឡើងដើម្បីកត់ត្រាទិន្នន័យចូលកត់ត្រាទិន្នន័យចូលបាទយើងធ្វើបញ្ជីកណនីសំខាន់គេគឺបង្កើតកណនីឲ្យចេញសិនបង្កើតកណនីអញ្ចឹងបើបង្កើតកណនីឲ្យចេញបើអត់ចេះកណនីទេគឺมันអាចទៅធ្វើកណនីបានគឺតែជំហានឥឡូវតែកណនីហ្នឹងមានន័យថាវាជាឈ្មោះយើងបង្កើតវាឡើងដើម្បីកត់ត្រាទិន្នន័យចូលបើយើងអត់មានកណនីទេយើងអត់កត់ត្រាអីបានទេឥឡូវឧទាហរណ៍ឈ្មោះឧទាហរណ៍បាទឧទាហរណ៍ដល់សម័យឧទាហរណ៍ថាយើងយកលុយទៅដាក់នៅធនាគារបាទអញ្ចឹងមុននឹងគេកត់ត្រាចូលគណនីរបស់យើងបានលុះត្រាតែគេបង្កើតគណនីមួយចេញគេបង្កើតគណនីមួយដាក់ឈ្មោះបាទដាក់ឈ្មោះគណនីមួយសិនគេយកលុយដាក់ធនាគារហ្នឹងដាក់ឈ្មោះអ្វីទៅបាទជាទូទៅគេបង្កើតលេខកូដតាមអង្គភាពរបស់ស្ថាប័នធនាគារមួយគឺដាក់លេខកូដបាទក៏ដាក់លេខកូដនោះបង់លេខទៅគេដាក់ឈ្មោះហើយដាក់លេខកូដទៀតឈ្មោះហ្នឹងលេខប្រមាណដាក់ឈ្មោះឥឡូវបង្កើតឈ្មោះសិនឧបមាថាបងអូនមានលើកឡើងថាយកលុយទៅដាក់នៅធនាគារបាទអញ្ចឹងឥឡូវគណនីនឹងឈ្មោះអ្វីទៅបាទគណនីជាទូទៅតាមស្ថាប័នធនាគារមួយចំនួនគឺគាត់បង់លេខយកមកប្រហែលគណនីលេខ10ខ្ទង់អញ្ចឹងគាត់បង់គណនីហ្នឹងទៅហើយឈ្មោះគណនីហ្នឹងគឺម្ចាស់គណនីហ្នឹងគាត់យើងយកឈ្មោះម្ចាស់គណនីហ្នឹងយកមកដាក់មកតែធម្មតាឈ្មោះលុយទៅដាក់ធនាគារអាហ្នឹងខ្ញុំចង់សួរជំនាញឈ្មោះជំនាញបច្ចេកទេសក្នុងគណនីនេះវាត្រូវមានគណនីអញ្ចឹងបាទគណនីបាទមិញយកលុយដាក់ធនាគារដូចជាមានប្រតិបត្តិការមួយកើតឡើងបាទកើតឡើងអញ្ចឹងយើងត្រូវដាក់ឈ្មោះគណនីមួយនឹងប្រតិបត្តិការនឹងឈ្មោះអ្វីអីចឹងណាអាចឆ្លើយជាទូទៅធនាគារយើងលោកជំទូបើសិនជាយើងកត់ត្រានៅក្នុងបញ្ជីគណនីយើងបង្កើតគណនីគឺយើងដាក់ឈ្មោះឧទាហរណ៍ថា cash on hand អាហ្នឹងគឺជាឈ្មោះ cash on hand បាទ cash on hand លុយអាហ្នឹងខ្មែរថាលុយសាច់ប្រាក់ក្នុងដៃសាច់ប្រាក់ក្នុងដៃបាទអញ្ចឹងពាក្យថាសាច់ប្រាក់ហ្នឹងមានន័យថាអាហ្នឹងជាឈ្មោះជាគណនីបាទជាគណនីជាឈ្មោះគណនីជាគណនីបាទអញ្ចឹងយើងនៅដល់សម័យមានន័យថាគណនីគឺជាឈ្មោះគេបង្កើតវាឡើងដើម្បីកត់ត្រាទិន្នន័យចូលដើម្បីកត់ត្រាទិន្នន័យចូលបាទឥឡូវឧទាហរណ៍ទិន្នន័យចូលមកទិន្នន័យចូលមានអ្វីខ្លះទៅបាទឧទាហរណ៍ថាយើងប្រតិបត្តិការអាជីវកម្មមួយយើងត្រូវបង្កើតគណនីទៅតាមស្ថាប័នរបស់អង្គភាពនីមួយបាទអញ្ចឹងគណនីក្រុមហ៊ុនខ្លះក៏បង្កើតវែងទៅក្រុមហ៊ុនខ្លះក៏បង្កើតខ្លីទៅគណនីហ្នឹងវាអាចមានដូចជា cash on hand cash in bank account receivable current asset អញ្ចឹងសំណួររបស់យើងនិយាយអង់គ្លេសអញ្ចឹងដល់ពេលអ្នកអត់ចេះអង់គ្លេសធ្វើមិនស្ដាប់បានបាទអញ្ចឹងសំណួរយើងបែរទៅសំណួររបស់យើងវិញគេថាយើងសិក្សាមិនដើម្បីទទួលបានជោគជ័យនៅក្នុងជំនាញគណនេយ្យបាទអញ្ចឹងយើងត្រូវយល់ដឹងពីគណនេយ្យស្អីទៅជាគណនេយ្យគឺជាឈ្មោះគេបង្កើតវាដើម្បីកត់ត្រាទិន្នន័យចូលបាទអញ្ចឹងនិស្សិតដែលគាត់រៀនជំនាញហ្នឹងគាត់ត្រូវទន្ទិញពាក្យទន្ទិញឈ្មោះគណនីហ្នឹងយ៉ាងហោចដល់បាន60អញ្ចឹងឈ្មោះគណនីហ្នឹងបើតាមលោកមករាសិក្សាមកច្រើនបំផុតមានប្រមាណទៅគណនីឈ្មោះវាហ្នឹងឈ្មោះវាបើសិនជាយើងទិញវាឲ្យបានត្រឹម60ឡើងទៅគឺយើងអាចប្រើការបានទេណាឈ្មោះគណនី60បាទបើវា60ឡើងប៉ុន្តែច្រើនរហូតដល់រាប់រយរាប់ពាន់ទេអាហ្នឹងមើលទៅបាទអាចច្រើនមើលស្ថាប័នធនាគារគឺយើងអតិថិជនមួយយកលុយទៅដាក់នៅធនាគារគឺបង្កើតកង់មួយអញ្ចឹងនៅក្នុងស្ថាប័នធនាគារវិញគឺមានច្រើនបាទមានគណនីច្រើនតែបើស្ថាប័នដូចជាក្រុមហ៊ុនអីអញ្ចឹងយើងអាចបង្កើតត្រឹម60អីឡើងទៅក្រុមហ៊ុនខ្លះអាចដល់100ជាងអីអញ្ចឹងទៅទៅតាមសកម្មភាពរបស់ក្រុមហ៊ុនបាទឥឡូវក្រុមហ៊ុនធំទៅគាត់ត្រូវបង្កើតគណនីឲ្យបានច្រើនបើតាមរាប់មិញឈ្មោះគណនីហ្នឹងដូចថាគ្រាន់តែគេជពាក់លុយយើងអញ្ចឹងយើងគេជពាក់លុយយើងបង្កើតគណនីមួយបាទ account receivable ដើម្បីឲ្យដឹងថាអ្នកជពាក់នឹងមានប្រមាណអញ្ចឹងបាទជាលះថា
លោកលុយដែលគេជាពាក់ហ្នឹងគេដាក់មកឆ្លះមកអ្នកគេជាពាក់អីចឹងទៅហ្នឹងគេហៅថាឈ្មោះមួយជាកណនីអញ្ចឹងទៅបាទអាហ្នឹងរបាយការណ៍វាស៊ីជម្រៅទៀតប៉ុន្តែបើយើងផ្ដោតទៅលើគណនីគឺគណនី account receivable បាទ account receivable យើងបកជាខ្មែរថាគណនីត្រូវទារឬក៏គណនីគណនីត្រូវទារពីអតិថិជនត្រូវទារពីអតិថិជនបាទគណនីត្រូវទារពីអតិថិជនគណនីត្រូវទារពីអតិថិជនគឺអតិថិជនជំពាក់លុយយើងបាទត្រឹមត្រូវអូខេឥឡូវចេះដល់ឥឡូវវាមានដោយសារសំណួរថារៀនទទួលបានជោគជ័យហ្នឹងណាបាទអូនថាត្រូវមានមូលដ្ឋានគ្រឹះមិញហ្នឹងត្រូវមូលដ្ឋានគ្រឹះត្រូវចេះគណនីយ៉ាងហោចឲ្យបាន60បាទអញ្ចឹងបាទក៏រៀនទៅដល់គាត់ត្រូវទិញគណនីនឹងបាន60ឲ្យបាន60បាទហើយគាត់ត្រូវយល់ថាស្អីគណនីបាទមិញហ្នឹងបងអូនទៅឧទាហរណ៍បាន2បើតាមខ្ញុំស្ដាប់មើលទៅលុយចង់ថាលុយក្នុងដៃយើងជាឈ្មោះគណនីមួយមួយទៀតលុយគេជំពាក់អាហ្នឹងជាឈ្មោះគណនីមួយទៀតបាទហើយមួយទៀតដូចជាតុកទូគ្រឿងសង្ហារិមដែលនៅក្នុងកាឡាយអាហ្នឹងជាឈ្មោះគណនីដែរឈ្មោះគណនីដែរយើងត្រូវបង្កើតឈ្មោះគណនីដែរបាទអូខេអញ្ចឹងខ្ញុំមិនតាន់បានសួរចុះជោគដើម្បីឲ្យជោគជ័យលើសនឹងទៀតមានអ្វីទៀតដើម្បីលើសជោគជ័យលឿនបានដើម្បីឲ្យជោគជ័យទីមួយក៏ត្រូវទន្ទឹងឈ្មោះគណនីហ្នឹងយ៉ាងហោចណាស់ឲ្យបាន60បាទ60បាទទន្ទឹងហ្នឹងគឺមានភាសាអង់គ្លេសនិងខ្មែរបាទអូមកថា cash on hand បកជាខ្មែរថាម៉េចបាទជាយើងបកជាខ្មែរថាសាច់ប្រាក់នៅក្នុងដៃបាទអញ្ចឹងយើងត្រូវស្គាល់វាថាប្រភេទវាជាអីបាទប្រភេទវាជាអីជា current asset ជា fixed asset ឬក៏ជា liability ជាបំណុលបាទជាដើមទុនជាចំណូលឬក៏ជាចំណាយបាទអញ្ចឹងសរុបសេចក្តីមកឲ្យតែពាក្យប្រើប្រាស់នៅក្នុងគណនីហ្នឹងឈ្មោះប្រើពាក្យពេចន៍ដែលប្រើប្រាស់ក្នុងគណនីនេះគេហៅថាជាគណនីបាទជាគណនីគឺវាគ្រប់គ្រងគណនីបាទគណនីគឺមានន័យថាក្តោបបាទក្តោបរួមបាទគណនីគឺឈ្មោះមួយបាទគណនីគឺឈ្មោះមួយឈ្មោះភាសាមួយដែលគេហៅបាទដូចជាលុយគេជាពាក់បាទហ្នឹងគណនីខ្ញុំន័យដល់សាមញ្ញមានន័យថាគឺជាឈ្មោះយកប្រេងដូចថាយើងបើកចាក់សាំងចង់និយាយថាយើងក្រុមហ៊ុនយើងត្រូវការចាក់សាំងអីចឹងបាទអញ្ចឹងចាក់សាំងយើងសាំងហ្នឹងក៏ជាឈ្មោះគណនីដែរបាទបើសិនបើយើងធ្វើរបាយការណ៍សម្រាប់ក្រុមហ៊ុនយើងកាលណាយើងទៅចាក់សាំងយើងបង្កើតគណនីមួយគឺ gasoline expense អីចឹងទៅអានេះគឺលើបាទចាក់សាំងបាទប្រេងឥន្ធនៈចំណាយប្រេងឥន្ធនៈហ្នឹងគឺជាឈ្មោះគណនីមួយបាទគឺឈ្មោះគណនីមួយទៅបាទយើងបង្កើតវាទៅតាមអង្គភាពបាទអង្គភាពធំហ្នឹងយើងបង្កើតវាបានច្រើនទៅអញ្ចឹងអ្នកសិក្សាទាំងអស់គាត់ត្រូវយល់គណនីហ្នឹងជាចម្បងគឺយល់ពីគណនីហ្នឹងហើយបន្ទាប់មកគាត់រៀនតទៀតគាត់ត្រូវការយកអាឈ្មោះគណនីហ្នឹងទៅប្រើយកទៅប្រើណាបាទបើអត់ចេះឈ្មោះគណនីផងគឺថាមិនបានទេភាគអត់ចេញធ្វើអ្វីក៏មិនចេញដែរធ្វើអីក៏អត់ចេញដែរបាទទៅអញ្ចឹងត្រូវស្រង់ឲ្យលោកមករាអាចទៅរកបើសុំឈ្មោះគណនី1 2 3 4 5 6តម្រៀបគ្នាមានទេលោកមករាមានបាទឈ្មោះគណនីខ្ញុំអាចអានជាមត្តទេបានរហូតដល់50ឬក៏60ដោយសារពេលវេលាវាខ្លីអញ្ចឹងយើងនិយាយកាត់ឥឡូវចាំអានពេលចិត្តចប់មកឲ្យ5នាទីអានឈ្មោះគណនីបាទឈ្មោះហើយខ្ញុំបកជាខ្មែរឲ្យបកជាខ្មែរទៀតបាទអរគុណខ្ញុំនឹងសាកសួរបាទហើយសំណួរអានេះមិនទាន់ចប់ទេនៅឡើយបង្ហើយទៀតទៅបាទនៅមួយទៀតអញ្ចឹងគណនីយើងយល់ហើយតមកគណនីស្អីទៅគណនីបាទគណនីយើងបកភាសាខ្មែរយើងថាគណនីដល់ពេលអង់គ្លេសបើពាក្យaccounting បាទហើយដល់សំណួរយើងខាងលើគណនីជាភាសាអង់គ្លេសយើងប្រើពាក្យ account អញ្ចឹងខ្មែរយើងគណនីខ្មែរថាអង់គ្លេសថា account ដល់ពេលគណនីបាទគណនីភាសាអង់គ្លេសថា accounting អូគេថែម ing ខាងចុងបាទគេច្រើននិស្សិតទាំងអស់គាត់ច្រឡំបាទបើខ្ញុំសុភីនេះខ្ញុំសួរថាចូលអ្នកបកប្រែពាក្យគណនីជាភាសាអង់គ្លេសថាម៉េចបាទហើយគណនីជាភាសាអង់គ្លេសថាម៉េចបាទគាត់ឆ្លើយអត់សូវចេញទេបាទអញ្ចឹងមានន័យថាបើសិនជាយើងរើសគាត់ឲ្យធ្វើការដូចរៀងពិបាកបន្តិចបាទអញ្ចឹងaccount បកថាគណនី accounting បកថាគណនីដល់ពេលគណនីគឺជាស្អីគណនីគឺ
ជាការវិភាគជំនៃរបស់វាlàសម័យ បាទ គឺការវិភាគការកត់ត្រាប្រតិបត្តិការអាជីវកម្មរហូតបង្កើតបានជារបាយការណ៍ហិរញ្ញវត្ថុ បាទ អានឹងជំនៃឲ្យងាយយល់ បាទ អានឹងខ្លីៗងាយយល់ហើយនឹងបបពិសោធន៍ដែលយើងធ្លាប់ធ្វើស្រាប់ហ្នឹងគឺជំនៃវាប៉ុណ្ណឹង បាទអរគុណអស់នេះសំណួរទី1ខ្ញុំនឹងសាកសួរអូនមករានៅវគ្គទី2បាទសម្រាប់ពេលនេះសូមការញ៉ាំសម្រាប់មួយផ្លេតសិនបាទបាទទូរទស្សនិកជនជាទីគោរពខ្ញុំបានជួនធូសូមអនុញ្ញាតបន្តកិច្ចសម្ភាសទៅលើប្រធានបទដែលតាក់ទងទៅនឹងគណនេយ្យបាទគណនេយ្យកមកមានច្រើននេះពាក្យខ្មែរគណនេយ្យគណនីគណនេយ្យកបាទលោកមករាវគ្គទី1ជជែកគ្នាអស់15នាទីប៉ុន្តែដូចថាវានៅតែមូលដ្ឋានគ្រឹះឬគណនេយ្យនឹងនៅឡើយណាអញ្ចឹងដើម្បីសិក្សាឲ្យគណនេយ្យនឹងឲ្យបានទទួលជោគជ័យនឹងបងអូនមានអ្វីបន្ថែមលើនឹងទៀតទេនៅវគ្គទី1បាទបាទអរគុណលោកជុនធូដោយសារពេលវេលាយើងខ្លីយើងសង្ខេបវាទៅបាទចំណុចដែលសំខាន់ក្នុងការរៀនឲ្យគណនេយ្យបានជោគជ័យទី1យើងត្រូវយល់ដឹងអំពីគណនេយ្យនិស្សិតភាគច្រើនគឺគាត់ត្រូវតែទន្ទិញវាឲ្យបានចាស់ហើយណា60បាទទន្ទិញជាភាសាអង់គ្លេសពាក្យបច្ចេកទេសអានេះគេហៅពាក្យបច្ចេកទេសបាទជាភាសាអង់គ្លេសនៅក្នុងគណនេយ្យហ្នឹងឲ្យបាន60ឡើងទៅបាន60បាទឈ្មោះគណនេយ្យជាពិសេសឈ្មោះគណនេយ្យដើម្បីគាត់ងាយស្រួលរៀនបន្តទៀតកាលណាគាត់អត់ចេះអាពាក្យគណនេយ្យហ្នឹងទេគាត់រៀនតទៅទៀតគឺអត់កើតទេដោយសារយើងតទៅទៀតយើងត្រូវការវាមកវិភាគកត់ត្រាបាទដល់ពេលយើងវិភាគចេញហើយយើងកត់ត្រានឹងកត់ចូលអីបើយើងអត់ចេះអាគណនេយ្យហ្នឹងបាទហ្នឹងគឺជាមូលដ្ឋានគ្រឹះហើយមួយទៀតគណនេយ្យ accounting គឺជាការវិភាគការកត់ត្រាប្រវត្តិការអាជីវកម្មបាទអញ្ចឹងវិភាគហ្នឹងបានយើងបានអីមកវិភាគគឺការងារជាក់ស្ដែងគឺយើងយកសក្ខីប័ត្រហ្នឹងមានវិក័យប័ត្រ invoice មាន bill invoice ហ្នឹងគឺចំណូលរបស់យើងដល់ពេល bill គឺជាចំណាយរបស់យើងអញ្ចឹងយើងយកវិក័យប័ត្រចំណូលចំណាយហ្នឹងយកមកវិភាគទៅកត់ត្រាយើងវិភាគដែលយើងគួរទៅកត់ចូលអីយើងវិភាគចូលទៅគណនេយ្យការប្រវត្តិការហ្នឹងគួរឲ្យកត់ចូលគណនេយ្យអីអាហ្នឹងគេហៅថាវិភាគបាទដល់ពេលគណនេយ្យកស្អីជាគណនេយ្យកយើងរៀនជំនាញគណនេយ្យចង់ខ្លាយជាគណនេយ្យកគណនេយ្យកគឺគណនេយ្យកគឺជាមនុស្សមនុស្សណាបាទជាបុគ្គលសិល្បករបាទសិល្បករកីឡាករកីឡាករបាទកីឡាករគណនេយ្យកបាទគណនេយ្យកបាទពលករបាទពលករជាមនុស្សអញ្ចឹងមនុស្សហ្នឹងគាត់ត្រូវមានជំនាញគណនេយ្យបាទគាត់ត្រូវរៀបចំគណនេយ្យកត់ត្រាបញ្ជីគណនេយ្យបាទអានេះតួនាទីរបស់គាត់ហើយតួនាទីរបស់គាត់គាត់ទៅធ្វើគណនេយ្យគាត់ត្រូវចេះគណនេយ្យសិនបង្កើតគណនេយ្យឲ្យចេញសិនសម្រាប់អង្គភាពហ្នឹងបើការអត់ចេញទេមិនបាច់ធ្វើទេគាត់ធ្វើអត់ការទេបាទចាអញ្ចឹងតែខ្ញុំសុភីម្ដងខ្ញុំសួរថាស្អីទៅគណនេយ្យដល់ពេលសួរគណនេយ្យគាត់ឆ្លើយគណនេយ្យដល់ពេលសួរគណនេយ្យគាត់គណនេយ្យដែរគាត់សួរខ្ញុំសួរគណនេយ្យគាត់ឆ្លើយគណនេយ្យដែរបាទខ្ញុំគិតថាប៉ុណ្ណឹងយើងអាចបន្តទៅមុខទៀតហើយបុគ្គលប្រភេទណាព្រោះធម្មតាមនុស្សយើងមានចរិតប្លែកគ្នាណាហើយតាមលោកមករាវិញថាបុគ្គលគួរតែសិក្សាជំនាញគណនេយ្យនឹងឲ្យបានល្អណាសិក្សាបានណាបាទអរគុណលោកជួនធូដែលបានសួរសំណួរនេះជាទូទៅមួយចំនួនគាត់តែងតែប្រកាន់ថាប្រុសមិនអាចរៀនគណនេយ្យបានទេតោះស្រីព្រោះការងារនឹងការងាររបស់ស្រីបាទអញ្ចឹងគាត់គិតខុសហើយបើសិនជាគាត់ចង់ធ្វើជាអ្នកគ្រប់គ្រងក៏រៀនជំនាញគណនេយ្យក៏បានដែរគាត់ចេះជំនាញគណនេយ្យគាត់ទៅធ្វើអ្នកគ្រប់គ្រងនោះក៏វិភាគរបាយការណ៍ហិរញ្ញវត្ថុគាត់កំណត់ទិសដៅផែនការអាជីវកម្មអីហ្នឹងគឺពាក់ព័ន្ធមួយគណនេយ្យទាំងអស់អញ្ចឹងមានន័យថាបើចង់ខ្លាយជាមេដឹកនាំជាអ្នកគ្រប់គ្រងគេបើអត់ចេះគណនេយ្យហ្នឹងគឺអត់បានទេណាត្រូវតែចេះណាវាមិនមែនថាអត់បានសោះទេប៉ុន្តែបើជាទូទៅបើសិនជាគាត់ចេះអានឹងទៀតកាន់តែល្អការគ្រប់គ្រងរបស់គាត់គឺល្អណែនហ្មង
គាត់គ្រប់គ្រងបើសិនជាអ្នកគ្រប់គ្រងគាត់ធ្វើជាអ្នកគ្រប់គ្រងហ្មងក៏បានដែរប៉ុន្តែជាទូទៅបើសិនបើយើងរៀនគណនេយ្យយើងចង់ apply ទៅខាងគ្រប់គ្រងគេអាច accept បាទអាចឡើងទៅជាអ្នកគ្រប់គ្រងបានបើសិនជាគាត់រៀនគណនេយ្យគាត់អាចទៅធ្វើ marketing អីគេអាច accept តែបើសិនជាគាត់រៀនជំនាញគណនេយ្យរៀនជំនាញ marketing មកធ្វើគណនេយ្យបានអត់បានទេបាទវាមិនមែនអត់បានទេគាត់អាចចេះដែរប៉ុន្តែជាទូទៅគេខាត់ពេលវេលាបាទវាខាត់ពេលវេលាគេអត់សូវ accept ទេបាទដោយសារគាត់រៀនជំនាញ marketing ដល់ពេលមកកាន់គណនេយ្យព្រោះគណនេយ្យវាជារបាយការណ៍មួយយើងត្រូវតែកត់ឲ្យបានត្រឹមត្រូវបាទកាលណាយើងធ្វើការងារគណនេយ្យឲ្យបានត្រឹមត្រូវបញ្ជូនរបាយការណ៍ទៅអ្នកគ្រប់គ្រងក៏វិភាគខុសដែរអញ្ចឹងអ្នកគ្រប់គ្រងខ្ញុំគិតថាអ្នកគ្រប់គ្រងត្រូវអានរបាយការណ៍គណនេយ្យហ្នឹងត្រូវអានរបាយការណ៍បើអ្នកគ្រប់គ្រងអត់ចេះគណនេយ្យមិនអានរបាយការណ៍បានតោះតែចេះដែរតោះតែចេះបានអានរបាយការណ៍ជាតួលេខរបាយការណ៍គណនេយ្យឬក៏គេហៅរបាយការណ៍ហិរញ្ញវត្ថុរបាយការណ៍ហិរញ្ញវត្ថុហ្នឹងគឺត្រូវតែចេះអានរបាយការណ៍ហិរញ្ញវត្ថុ 100% បាទបើអត់ចេះទេតើជួលអ្នកមកអានជំនួសឲ្យនិយាយប្រាប់បាទគាត់មានគណនេយ្យកលជា consultant សម្រាប់គាត់បាទប៉ុន្តែបើគាត់ច្បាស់ហ្មងគឺបុគ្គលិកក្រមអនុវត្តរបស់គាត់គឺมันអាចប្រឡប់គាត់បានទេมันអាចបាទនិយាយចង់និយាយថាទឹកកេងប្រឡែងប្រឡំគាត់បានទេបើគាត់ចេះដែរបាទបើគាត់ចេះដែរបាទល្អណាស់បាទហើយអញ្ចឹងថ្ងៃបងមករាយល់មិនវិញខ្ញុំឃើញជួនកាលវាគេរើសអើងដែរណាជួនកាលអ្នករើសគណនេយ្យហ្នឹងរើសហ្នឹងបើប្រុសមិនចង់បានទៀតចង់បានតែស្រីអ្នករើសហ្នឹងអញ្ចឹងបានដោយសារអញ្ចឹងខ្ញុំបានប្រុសហ្នឹងមិនសូវជាចាប់អារម្មណ៍រៀនមុខវិជ្ជាគណនេយ្យហ្នឹងបាទជាទូទៅបើសិនបើប្រុសគាត់រៀនបើសិនខ្ញុំរើសបុគ្គលិកខ្ញុំមកប្រកាន់ស្រីឲ្យប្រកាន់ប្រុសបើសិនក្នុងនាមខ្ញុំជាអ្នកគ្រប់គ្រងសំខាន់ឲ្យតែគាត់ចេះជំនាញពិតប្រាកដបាទហើយយើងត្រូវចាំថាតែយើងបង្កើតក្រុមហ៊ុនត្រូវការគណនេយ្យកយ៉ាងហើយដែរក៏ចេះប្រកាសពន្ធឲ្យក្រុមហ៊ុនដែរក្រុមហ៊ុនតែបង្កើតព្រៀងត្រូវការគណនេយ្យកបាទយ៉ាងហើយក៏ត្រូវធ្វើរបាយការណ៍ពន្ធទៅឲ្យរដ្ឋាភិបាលទៅឲ្យពន្ធដារបាទអញ្ចឹងគេត្រូវការគាត់មួយគណនេយ្យបាទហើយតែមានគណនេយ្យហើយត្រូវមានស្ថាប័នអីផ្សេងទៀត department អីផ្សេងទៀតអញ្ចឹងបើសិនជាបុគ្គលជាបរិះគាត់ចេះគណនេយ្យចេះច្បាស់គាត់អាចធ្វើជាប្រធានគណនេយ្យជាសាវនកម្មបាទព្រោះកាលណាយើងធ្វើសាវនកម្មគឺយើងត្រូវសាវនកបាទសាវនកបាទសាវនកបាទសាវនកគាត់អាចធ្វើជាប្រធានធំដូចជា finance manager បាទតែបើនារីអញ្ចឹងគាត់ក៏ធ្វើតំណែងធំបានដែរតែជាទូទៅដែលតំណែងធំវាត្រូវការបរិះហើយនារីឲ្យតែមានសមត្ថភាពបាទឲ្យតែមានជាទូទៅគឺត្រូវមានសមត្ថភាពបាទបរិះក៏ដោយនារីក៏ដោយត្រូវតែមានសមត្ថភាពបាទហើយបើបរិះយើងបើរៀនគណនេយ្យឲ្យច្បាស់ហ្មងគាត់ការងារសម្បូរសម័យឥឡូវសម្បូរការងារណាបាទសំខាន់កុំឲ្យពេលដែលគាត់រៀនទៅគាត់អត់ច្បាស់តែណាអត់ច្បាស់គាត់អាចហ៊ាន apply ការងារបាទ apply ការងារគាត់អត់មានការងារធ្វើបាទអញ្ចឹងមានការងារធ្វើអត់ការងារធ្វើនោះអាស្រ័យទៅលើបុគ្គលយើងឯងបើយើងចេះច្បាស់យើងហ៊ាន apply 100ក្រុមហ៊ុនរឿងអីគេមិនត្រូវការមួយបាទអរគុណឥឡូវនេះនិស្សិតបងប្អូននិស្សិតណាហើយសិក្សាជំនាញគណនេយ្យនឹងសិក្សាឲ្យធ្វើម៉េចដើម្បីឲ្យបានខ្លាយទៅជាគណនេយ្យករគេឲ្យល្អនោះបាទអរគុណលោកជុនធូដែលបានសួរសំណួរនេះបាទសំណួរនេះល្អដើម្បីឲ្យគាត់ខ្លាយជាគណនេយ្យករបានលុះត្រាតែគាត់រៀនធ្វើម៉េចឲ្យជោគជ័យសិនរៀនទ្រឹស្ដីឲ្យគាត់ខ្លាំងទ្រឹស្ដីហើយតបមកទន្ទឹមនឹងហ្នឹងគាត់ត្រូវស្វែងយល់ពីបទពិសោធន៍ជាក់ស្ដែងអញ្ចឹងពេលដែលគាត់រៀនហើយគាត់ពេលដែលធ្វើការគាត់ពិបាកធ្វើដោយសារបទពិសោធន៍ជាក់ស្ដែងគាត់អត់ទាន់មានឧទាហរណ៍ក្រុមហ៊ុនមួយចំនួនគាត់ឬបុគ្គលិកគាត់ត្រូវការបទពិសោធន៍ហើយតែត្រូវការបទពិសោធន៍គេត្រូវការអ្នកចេះបាទហើយសួរថាដំបូងគាត់មកដំបូងគាត់ចេញពីមហាវិទ្យាល័យដំបូងគាត់មានបទពិសោធន៍ណាយើងទៅរកបទពិសោធន៍នៅណាបាទយើងទៅជួនកាលយើងកំពុងរៀនហ្នឹងយើងអាចទៅ train ទៅអីតាមស្ថាប័នតាមក្រុមហ៊ុននេះយើងទៅអាហ្នឹងអនុវត្តជាក់ស្ដែងឬក៏យើងទៅរកស្ថាប័នណាដែលគេបរៀនហើយ
cái ao dương ăn vọt chạy sẽ đánh điện để chơi dương cái bông riêng cái ảnh này chứ cái như là bài ca bọc lâm hồn những ao dương cọt mà lấy càng nghe cái ảnh ấy để anh thầy thường chơi hay này anh thầy riệp trong này sẽ khai bắt chấm nấu này anh thầy đã tam pha chứ chấm nái thầy cầm chứ thầy miền ấy thầy miền payment voucher thầy miền PTK voucher ấy dương hiện nay mà hai chỉ lấy áp toàn 3 tháng ấy tới payment voucher ấy tới PTK voucher ấy tới cả cục rong account receivable chạy sẽ đánh ấy mùi tiền nó mà sân trong có khai chi kẹn này có chứ ba có thể chlat đạt chlatอย่างមិនទៅបាទ chlat ហ្នឹងគឺឥឡូវក៏រៀនថាខ្ញុំចង់ធ្វើជាកណីក៏យើងទៅមើលការជ្រើសរើសបុគ្គលិករបស់គេបាទបើគេរើសបុគ្គលិកកណីក៏គេត្រូវឲ្យយើងចេះអីបាទទៅរើសអូគេរើសនេះគេត្រូវគេបាទគេទៅសេហើយលក្ខណៈវិនិច្ឆ័យដែលគេជ្រើសរើសមានអ្វីខ្លះអញ្ចឹងទៅបាទជាទូទៅបើក្រុមហ៊ុនគេស្តង់ដាគេមុនរើសបុគ្គលិកគេត្រូវការឲ្យស្ថាប័ន department ខាង HR ហ្នឹងធនធានមនុស្សគាត់សរសេរមកថាអ្នកឯងរើសកណីកហ្នឹងអ្នកឯងត្រូវឲ្យគេចេះអីខ្លះអ្នកឯងប្រើគេអីខ្លះហើយគេធ្វើអីបាទអញ្ចឹងផែនការធនធានមនុស្សហ្នឹងគាត់ត្រូវសរសេរមកបាទកណីកត្រូវចេះកត់ត្រាបញ្ជីកណីត្រូវចេះកែតម្រូវកណនីតមកគាត់ត្រូវចេះកម្មវិធី Word Excel account Excel accounting QuickBook បាទគាត់ត្រូវចេះវិភាគរបាយការណ៍ហិរញ្ញវត្ថុគាត់ត្រូវចេះប្រកាសពន្ធបាទអញ្ចឹងអាទាំងអស់ហ្នឹងបើសិនជាគាត់កំពុងរៀនគាត់អត់ចេះត្រង់ណាគាត់ទៅរៀនកន្លែងហ្នឹងបាទហ្នឹងហើយគាត់រៀនទៅតែឆ្នាំទី1ឆ្នាំទី2គាត់អាចធ្វើការងារជាអ្នកកណីបានបាទជាងតែគាត់រៀនគាត់បានមើលអាការងារកណីហ្នឹងគេធ្វើអីខ្លះអញ្ចឹងបើគាត់បានមើលទេពេលគាត់ចេញទៅគេត្រូវការរើសគេត្រូវការចេះនេះអត់ទាន់ចេះទៅរៀនអញ្ចឹងខាត់ពេលអញ្ចឹងចង់ខ្លាយជាកណីកគាត់ត្រូវរៀនឲ្យបានជោគជ័យសិនបាទតើគាត់ចេះជំនាញហើយតមកគាត់ទៅរកបទពិសោធន៍ហ្នឹងដូចខ្ញុំថាអញ្ចឹងថាបើសិនគាត់អត់ចេះអីគាត់ទៅរៀនហ្នឹងទៅដូចជាយើងរៀនកណីយើងត្រូវការកម្មវិធី software ដូចជា QuickBook Page 3 accounting software ហ្នឹងយើងរៀនវាទៅពេលទៅធ្វើការគេត្រូវការវាបើយើងកាន់តំណែងកាន់តែធំយើងកាន់តែត្រូវការវាកាន់តែខ្លាំងបាទអញ្ចឹងចង់ខ្លាយជាកណីកគឺរៀនឲ្យបានជោគជ័យមួយទៀតគឺបទពិសោធន៍ជាក់ស្ដែងព្រោះអីបទពិសោធន៍ជាក់ស្ដែងដោយសារកណន័យគឺវាជាបេះដូងនៃក្រុមហ៊ុនហើយបាទបើគាត់ធ្វើបញ្ជីប្រឡែងបន្លំខ្លែងខ្លាយកត់ត្រាមិនត្រឹមត្រូវមួយចំណូលបាន1000គាត់កត់500អញ្ចឹងដល់គាត់បញ្ជូនរបាយការណ៍ទៅអ្នកគ្រប់គ្រងក៏វិភាគខុសដែរបាទអញ្ចឹងគឺថានៅក្នុងក្រុមហ៊ុនបេះដូងសំខាន់បំផុតគឺបញ្ជីការកណន័យនេះតែម្ដងបើព្រោះអ្នកវិភាគទាំងអស់គឺផ្អែកទៅលើរបាយការណ៍កណន័យដែលត្រឹមត្រូវបើសិនទៅធ្វើរបាយការណ៍ខុសវិភាគខុសរៀបចំយុទ្ធសាស្ត្រខុសយើងនឹងអាចវាបរាជ័យត្រឹមត្រូវបាទអរគុណលោកមករាដែលបានចូលរួមនៅក្នុងកម្មវិធីសន្ទនាសេដ្ឋកិច្ចរបស់យើងថ្ងៃនេះហើយវត្តមានរបស់លោកមករាថ្ងៃនេះពិតជាមានសារៈប្រយោជន៍សម្រាប់បងប្អូនដែលកំពុងតែសិក្សាផ្នែកកណន័យក៏ដូចជាកំពុងតែមានក្រុមហ៊ុននេះហ្នឹងគឺថានឹងអាចបាទតំណាក់តំណងមកកម្មវិធីយើងក៏បានដែរបាទហើយបងប្អូនខ្លះគាត់ត្រូវការរៀបបញ្ជីស្នាមហ្នឹងគឺថាពិបាកអញ្ចឹងណាបាទពិបាកអញ្ចឹងយើងត្រូវតែមានផ្នែកសេវាកម្មខាងកណន័យនេះជួយថែមទៀតហើយបើថាចង់ច្បាស់មែនតើគឺថាអាចទៅរៀននៅវិទ្យាសាស្ត្របណ្ដាកណន័យស្ថានជំនាញគណនេយ្យបាទជំនាញគណនេយ្យដូចជាបាទមានខាងជំនាញគណនេយ្យដូចខាងបងអូនមករាក៏មានហើយឥឡូវមានមួយទៀតវិទ្យាស្ថានដែលកំពុងល្បីរាល់ថ្ងៃនេះវណ្ណដាកណន័យក៏មានដែរបាទសម្រាប់ពេលនេះយើងខ្ញុំសូមជម្រាបលាតែត្រឹមនេះបាទ